រៀនធ្វើលំហាត់ factorial ជាមួយខ្ញុំទាំងអស់គ្នាអូខេចឹងលំហាត់ទាញៀន x 3ស្វ័យគុណ x ដកជាមួយនឹង723 factorial ស្មើជាមួយនឹង720អញ្ចឹងឲ្យយើងរកតម្លៃវិញឲ្យយើងរកតម្លៃវិញណាអូខេអញ្ចឹងនៅក្នុងនឹង key របស់វាគឺនៅត្រង់ដើម្បីដោះស្រាយតម្លៃនេះបានយើងត្រូវតែបំបត្តិ factorial ចោលណាអញ្ចឹង720ទៅ720ស្មើជាមួយនឹង factorial ស្មើនឹងណាគឺទៅយើងគិតទៅបានថា3 factorial យើងគិត3 factorial វាស្មើជាមួយនឹង1គុណ2គុណ3មែនអញ្ចឹងមានន័យថាចុះ4 factorial ស្មើ1គុណ2គុណ3គុណ4អញ្ចឹង5 factorial វាស្មើជាមួយ1គុណ2គុណ3រហូតគុណ5ចឹងនេះស្មើជាមួយ6នេះស្មើជាមួយនឹង24អញ្ចឹង5 factorial មានន័យថា1គុណ2គុណ3គុណ4គុណ5ស្មើជាមួយនឹង20អញ្ចឹង6 factorial វាស្មើជាមួយនឹង1គុណ2គុណ3គុណ4គុណ5គុណ6មែនទេអញ្ចឹងអានេះស្មើជាមួយនឹង720អញ្ចឹងក្នុងនេះយើងចំនួន720ដោយ6 factorial អូខេអញ្ចឹងនេះយើងសេវវិញដែរមកទៅជា3ស្វ័យគុណ x ដកជាមួយនឹង723 factorial អូខេនៅពេលនេះយើងសម្រួល factorial ចប់បានអញ្ចឹងមានន័យថាតម្លៃ x 3ស្វ័យគុណ x ដកជាមួយនឹង723ស្មើនឹង6យើងទាញ723ទៅអង្គខាងទៅគឺ3ស្វ័យគុណ x ស្មើជាមួយនឹង6បូកនឹង723ស្មើនឹង729អូខេអញ្ចឹង3ស្វ័យគុណ x ស្មើជាមួយនឹង729យើងចែកទៅស្មើជាមួយនឹង3ស្វ័យគុណ6អូខេអញ្ចឹងពេលនេះយើងអាចទាញបានថា x ស្មើជាមួយនឹង6